Chấp đám xa làng bình. Phốp phan đây chỉ ti đem manu asrai nớ hạc thà than còn đà. Bru miên sực đầy sốc nâng túc nơ ly lòng khnia. Khmiên manu na sốc rô hốt hay có khmiên manu na miên túc rô hốt đài. Abai phùm bốn miên nơ rũ prayet đê chan nâng asô rơ cái kì hạc thà than krào. Bru sát tên nụ miên sực đầy sốc tích tụi na សម្រាប់សត្វដេរឆានហើយសម្រាប់នរកប្រែតអសុរកាយវិញគឺទុកសុទ្ធសាធឋានទេវតាឬព្រំគេហៅថាឋានលើព្រោះកំណត់ប្រភេទនេះនៅទីនោះមានតែសុខម្យ៉ាងហើយមានទុកតែពេលអស់ជីវិតប៉ុណ្ណោះបណ្ដាឋានទាំង31ជាន់ក្នុងសកលលោកនេះមានតែមនុស្សទេវតាព្រមជាដើមទេដែលអាចប្រតិបត្តិធម៌ដែលនាំមកនៅចិត្តជ្រះស្រឡះរួចផុតពីទុក្ខបានអបាយភូមិ4មិនអាចធ្វើរឿងនេះបានទេក្នុងជីវិតមនុស្សជាច្រើនលើកច្រើនសារណាស់ដែលយើងជួបរឿងមិនល្អនឹកឃើញឡើងកាលណាក៏ស្ដាយក្រោយឬពេលខ្លះថែមទាំងគិតថាខ្លួនគ្មានតម្លៃមិនជាបើមិនសមជាមនុស្សហើយអ្នកខ្លះទៀតនោះថែមទាំងចង់ធ្វើអតិឃាតទៀតផងការភ្លើតភ្លើនភ្លេចខ្លួនមួយខណៈនេះកើតមានចំពោះមនុស្សស្ទើរគ្រប់គ្នាទោះបីជាយ៉ាងណាក៏ដោយប្រសិនបើអតិភិបជាមនុស្សនៅមាននោះឱកាសកសាងខ្លួនឲ្យល្អឡើងវិញឬល្អរហូតដល់កំពូលសម្ដេចធម៌ជាន់ខ្ពស់នៅតែមានម្ដងទៀតអតីតកាលអាក្រក់យ៉ាងណាក៏ដោយប្រសិនបើជីវិតជាមនុស្សនៅមានគ្រប់គ្នាសុទ្ធតែអាចចាប់ដើមសារជាថ្មីដើរក្នុងផ្លូវល្អរហូតទាល់តែក្លាយជាមនុស្សដែលមានសេចក្តីសុខសន្តិភាពម្នាក់ក្នុងសម័យពុទ្ធកាលឃាតករអង្គលីមាដែលបានសម្លាប់មនុស្ស999នាក់ក្រោយមកដឹងខ្លួនខុសក៏ដើរក្នុងផ្លូវល្អវិញរហូតបានសម្រេចជាព្រះអរហន្តជាមនុស្សមានសន្តិភាពបំផុតម្នាក់រឿងនេះជាឧទាហរណ៍មួយបញ្ជាក់អំពីតម្លៃនៃជីវិតមនុស្សគឺថាត្បិតតែមានបញ្ហាលំបាកខ្លះប៉ុន្តែឱកាសនឹងក្លាយជាមនុស្សល្អគឺមានសម្រាប់គ្រប់គ្នាឱកាសសម្រាប់ប្រតិបត្តិធម៌គឺមានសម្រាប់គ្រប់គ្នាឱកាសនឹងបានរួចផុតចាកសេចក្តីទុក្ខមានសម្រាប់គ្រប់គ្នាផ្ទុយទៅវិញសម្រាប់សត្វដែលភ្លាត់គំនិតទៅកើតក្នុងឋានក្រោមនរកប្រែតដេរឆានអសុរកាយវិញពេញមួយជីវិតឥតមានពន្លឺនៃសេចក្តីល្អអាចជ្រាបចូលក្នុងសន្តានចិត្តបានទេគ្រប់ពេលវេលាមានតែចិត្តលោភលន់ចង់បានខឹងសម្បាអន្ទះអន្ទែងស្អប់ជាដើមមានន័យថាសត្វប្រភេទនេះគ្មានឱកាសហើយក៏មិនអាចប្រតិបត្តិធម៌អប់រំចិត្តខ្លួនឯងឲ្យល្អបានដែរបើចិត្តអាក្រក់ហើយផលនៅតែអាក្រក់ដដែលអ្នកប្រាជ្ញទាំងឡាយតែងផ្ដាំថាគ្មាននរណាម្នាក់ចង់ទៅឋានបែបនេះទេតែការពិតមានសត្វច្រើនណាស់មានកំណើតកើតនៅក្នុងឋានប្រភេទនេះហើយអវិជ្ជាគឺសេចក្តីល្ងង់ខ្លៅមិនស្គាល់ខុសត្រូវល្អអាក្រក់បុណ្យបាបសរុបមកការដែលព្រះពុទ្ធសម្ដែងថាកំណើតជាមនុស្សជារឿងមួយក្រក្រៃលែងដោយសារ1មានសត្វជាច្រើនដែលធ្លាក់ចូលទៅក្នុងឋានក្រោម2គឺមនុស្សទោះស្ថិតនៅក្នុងកលៈទេសៈអាក្រក់យ៉ាងណាក៏ដោយក៏នៅតែមានឱកាសធ្វើល្អក្លាយជាមនុស្សល្អកែខ្លួនឡើងវិញបានម្យ៉ាងទៀតមនុស្សអាចប្រតិបត្តិធម៌ដែលអាចធ្វើឲ្យចិត្តបានស្អាតបរិសុទ្ធដែលជាហេតុនាំមកនូវសេចក្តីសុខពិតប្រាកដជានិរន្តរ៍ជួប្រើប្រាស់ទ្រព្យសម្បត្តិគឺជីវិតជាមនុស្សនេះឲ្យអស់ពីលទ្ធភាពក្នុងផ្លូវល្អផ្លូវដែលនាំមកនៅសេចក្តីសុខមកឲ្យ